បាទសូមគោរពជម្រាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំបានមកថតសកម្មភាពបងប្រុសបាទដែលយើងសភាគាត់ថ្ងៃមុនហ្នឹងឥឡូវខ្ញុំបានមកកន្លែងគាត់ទៀតហើយឥឡូវគឺមកសួរពីបច្ចេកទេសធ្វើទ្រុងបាទទ្រុងចិញ្ចឹមកែបបាទហើយឥឡូវគាត់កំពុងតែបញ្ជូនអាស័យចាំតិចទៀតយើងសភាគាត់ទាំងអស់គ្នាបាទតើតើនឹងការធ្វើទ្រុងហ្នឹងបាទហើយក៏មានបងប្អូនជាច្រើនសួរតើតើនឹងការធ្វើទ្រុងបាទចិញ្ចឹមកែបហ្នឹងឥឡូវមកជួបគាត់ទាំងអស់គ្នាបាទសួស្តីបងបាទណែសួស្តីបាទឥឡូវនេះបងកំពុងតែធ្វើអីដែរបងហ្នឹងហើយថ្ងៃនេះយើងកំពុងរៀបចំទ្រុងហើយឥឡូវហ្នឹងខ្ញុំរៀបចំទ្រុងថ្មីហ្នឹងបាន2ហើយឥឡូវខ្ញុំគិតថារៀបថាជា3ទៀតអញ្ចឹងណា3ទៀតណាបងបាទហ្នឹងហើយ3ទៀតហើយទ្រុងនេះយើងជាទ្រុងចាស់ពីឆ្នាំមុនទេយើងអាចទុកបាន2ឆ្នាំអញ្ចឹងណាដោយសារយើងធ្វើឆ្នាំមុនដាក់ឆ្នាំមុនមួយឆ្នាំហើយយើងសារវាទុកនៅរដូវខែ10ខែ11ហ្នឹងយើងអស់កូនហ្នឹងយើងសារវាទុកមកលុបទៅយើងអាចដាក់បានមួយឆ្នាំទៀតអញ្ចឹងតង់នេះយើងប្រើបានរយៈពេលប្រហែលប៉ុន្មានឆ្នាំដែរបងតង់នេះវាអត់ទៀងទេបើសិនជាកាលណាដែលយើងប្រើទៅយើងដាក់នៅ50ថ្ងៃចោលអីចឹងណា50ថ្ងៃចោលហើយយើងបើសិនជាយើងអត់មានដបូលចេះយើងប្រើបានតែមួយឆ្នាំទេអញ្ចឹងណាបាទមួយឆ្នាំទេតែបើយើងប្រើហើយយើងសារទុកឬក៏ពេលដែលយើងធ្វើទ្រុងនេះយើងមានដបូលអីមកលុបត្រឹមត្រូវយើងអាចបាន2ឆ្នាំទៅ3ឆ្នាំមកបាទហើយតង់នេះបងធ្វើទៅហុំប៉ុន្មានដែរបងនេះតង់នេះទៅហុំ4 គុណនឹង 6 4 គុណនឹង 6បាទ4 គុណនឹង 6ហើយយើងលើកកម្ពស់ហ្នឹងប្រហែលជាមួយទឹកទៅមួយទឹកកន្លះប៉ុន្តែយើងដាក់ទឹកប្រហែលជាត្រឹមមួយទឹកទេអត់ដាក់ដល់មួយទឹកកន្លះហើយទេទ្រុងនេះនេះជាអាងចិញ្ចឹមសាច់ឬក៏បង្កាត់កូនដែរបងនេះចំពោះអាងនេះគឺយើងចង់បង្កាត់កូនក៏បានយើងចង់ចិញ្ចឹមសាច់ក៏បានបាទហ្នឹងហើយយើងបានទាំងអស់ប៉ុន្តែទ្រុងនេះគោលដៅដែលយើងធ្វើនេះគឺយើងបង្កាត់កូនទេបាទបងបាទយើងអត់ទាន់ដាក់កង្កែបសាច់ទេយើងបង្កាត់កូនមួយសាសិនបាទបងតែបានយើងដាក់កង្កែបសាច់តាមក្រោយចុះអាងនេះបងធ្វើរួចហើយឬក៏មិនទាន់រួចទេបងអាងនេះយើងរួចហើយយើងនៅតែដបូលទេនៅយើងបាំងប្រក់ដបូលទៀតណាបងហ្នឹងហើយយើងត្រូវប្រក់ដបូលហើយគឺហើយត្រង់នេះគឺយើងអាចដាក់បង្កាត់បានហើយប៉ុន្តែត្រង់នេះយើងមុននឹងបង្កាត់យើងត្រូវលាងសិនបាទវាមានដីបាទហើយនៅក្នុងការសាងសង់ត្រង់នេះគឺយើងមានឫស្សីបាទមានឫស្សីហើយយើងលើកចងវាអាកន្លែងជ្រុងនេះមកបាទយើងលើកចងវាជ្រុងទៅនេះមកអញ្ចឹងគឺបានជ្រុងវាណាបងហ្នឹងហើយយើងចាប់ជ្រុងវាហើយកម្ពស់វាត្រឹមតែ1ម៉ែត្រអីបានហើយតែអានេះវាចូល1ម៉ែត្រចូល1ម៉ែត្រជាងអានេះ1ម៉ែត្រ2ឯងម៉ែត្រហ្នឹងហើយត្រឹម1ម៉ែត្រ2អានេះហ៎ដោយសារយើងស្បែកយើងនេះវារាងខ្ពស់ដែរអញ្ចឹងណាបាទបងអញ្ចឹងយើងអាចលើកឲ្យខ្ពស់ហើយមួយទៀតតកតងទៅនឹងបាតអាកន្លែងបាតនេះគឺយើងយកតង់ចាស់ដើម្បីមកទ្របពីក្រៅមួយដើម្បីកុំឲ្យមានវាមុតណាដើម្បីកុំឲ្យអាតង់ល្អយើងនេះវាមុតជាមួយនឹងដូចជាតគុតឈើជាច្រើនគឺតគុតឈើឬក៏ដុំគ្រួសបើដុំដីវាអត់អីទេបើដុំគ្រួសវាត្រូវទឹកត្រូវអីក៏វានៅតែរឹងដែរអញ្ចឹងវាអាចធ្វើឲ្យមុតអាតង់យើងនេះបានអញ្ចឹងយើងត្រូវតែមានអានេះទ្របទូទៅគឺរបស់រឹងណាបងការពារហ្នឹងហើយរបស់រឹងបាទរបស់រឹងហ្នឹងវាមានតែតគុតឈើហើយនឹងគ្រួសហ្នឹងឯងបាទគ្រួសដុំថ្មអីណាពួកអីទំហំ4 គុណ 6យើងអាចថាបោះទៅវាស្អាតអស់ទេបាទជាពិសេសតគុតឈើតិចហ្នឹងវាអាចមុតវាស្រួចហ្នឹងហើយវាអាចមុតមុតតង់យើងធ្វើឲ្យតង់យើងខូចបានហើយបើយើងមានអាបាតមានអាតង់ចាស់នេះគ្របដាក់មួយជាន់ទៅអត់អីទេទោះបីជាវាមុតតាអាតំណប់របស់យើងនេះមួយទៅហើយរំមកដល់អាតង់ថ្មីយើងហ្នឹងគឺអត់មានទេបាទហើយអញ្ចឹងនៅក្នុងការធ្វើទ្រុងនេះយើងធ្វើសាមញ្ញទេដើម្បីយើងចំណាយទុននឹងអស់តិចទេព្រោះទ្រុងនេះបើយើងនិយាយទៅយើងចំណាយអាស័យនេះអស់មិនដល់មួយដុំទេយើងមួយដុំហ្នឹងវាមាន10ដើមហើយ10ដើមហ្នឹងវាតម្លៃប្រហែលជា11000 12000អញ្ចឹងយើងប្រើអស់ប្រហែលជា4ដើមទេយើងថា4ដើមចុះអញ្ចឹងយើងអស់ប្រហែលជា5000ទេអាស័យនេះណា
5,000ទេហើយត្រង់នេះអាតង់នេះយើងតម្លៃបើយើងដេកខ្លួនឯងអាតង់ហ្នឹងវាប្រហែលជា 60000 ទេហើយអានេះយើងថាប្រហែលជា 30000 ទៀតចុះចឹងអស់ 90000 ថា 100000 ចុះទាំងឈើទាំងអីហ្នឹងទាំងខ្សែអានេះអីអស់ប្រហែលជា 100000 ទេដើម្បីយើងធ្វើទៅវាមិនចំណាយថវិកាច្រើនទេចឹងណា បាទ បាទតែបើសិនតែយើងដាក់បកគោលអីធំអីបកគោលក្រាក់អីអាហ្នឹងវាអាចអស់ច្រើនអញ្ចឹងណារៀបស៊ីម៉ងអីបើយើងដាក់នេះអស់តិចទេបាទហើយខ្ញុំចង់បង្ហាញតិចទៀតយើងប្រើស្បែកគឺស្បែកនេះបាទយើងប្រើស្បែកនេះដើម្បីគ្របវាបាទស្បែកនេះខ្ញុំប្រើចូល5ឆ្នាំហើយខ្ញុំទិញពីឆ្នាំ2020មកតែវារៀងចាស់ហើយប៉ុន្តែវាអាចនៅតែប្រើបាន បាទបង អញ្ចឹងណាប៉ុន្តែយើងគាត់ថានៅពេលដែលយើងប្រើហើយយើងប្រក់វាហើយនៅពេលដែលខែយើងឈប់ចិញ្ចឹមវាអស់កូនមិនឈប់ចិញ្ចឹមវាអស់កូនយើងត្រូវសាទុកចន្លោះខែ12ដល់ខែ3ហ្នឹងណាតែ2ហ្នឹងយើងសាទុកទៅកុំឲ្យទី1កុំឲ្យត្រូវភ្លៀងត្រូវថ្ងៃហើយនឹងមួយទៀតគឺកុំឲ្យវាមានកដៀមានអីព្រោះអានេះវាចាញ់កដៀនេះអាកន្លែងនេះអីកដៀស៊ីនេះរិចកខិចហ្នឹងមិនមែនត្រូវថ្ងៃណាគឺកដៀស៊ីយើងដាក់នៅដីអាហ្នឹងយើងទុកអត់បានល្អណា បាទយើងដាក់នៅដីឬក៏យើងដាក់នៅលើដបូលហ្នឹងមែនប៉ុន្តែអាដបូលហ្នឹងដូចថាវាមានជាឈើឬក៏ជាអាស័យអញ្ចឹងណាវាតោងហ្នឹងទៅវាទៅស៊ីបាទរិចកខិចអស់បាទអញ្ចឹងបើសិនតែគាត់តែថ្ងៃហ្នឹងគឺអត់អីទេអានេះខ្ញុំគិតថាអាច7ឆ្នាំអីទៀតប្រើបានមកស្រួលបាទអញ្ចឹងខ្ញុំបង្ហាញកង់នឹងលើកដាក់អាកន្លែងត្រង់ដែលយើងទឹកគឺថាចង់ធ្វើហ្នឹងណាអត់ធ្ងន់អីទេព្រោះមានបងប្អូនខ្លះគាត់ថ្មីអត់យល់អញ្ចឹងណាហើយយើងធ្វើអត់មានអីពិបាកទេគឺយើងទាញចឹងមកតែដីយើងត្រូវចាំងឲ្យស្អាតទេដីនេះខ្ញុំមិនតាន់បានចាំងទេបាទតែយើងរៀបចឹងយើងលាតចឹងមកតែតង់នេះតង់យើងតង់ថ្មីប៉ុន្តែយើងដាក់បាន2 3ខែចូល2ខែ3ខែដែរ2ខែបាទហើយខ្ញុំរើយកមកដាក់បាទយើងរៀបអញ្ចឹងមកហើយបន្ទាប់មកទៀតយើងនៅពេលដែលយើងជីកបកគោលបាទបងប្អូនពេលដែលយើងចាំងដីចាំងអីរួចហើយ បាទ ដល់ពេលជីកបកគោបាទតែដីនេះខ្ញុំមិនចាំងអីបានទៀតទេបើខ្ញុំធ្វើហ្នឹងខ្ញុំក៏ចាំងស្មៅអីតិចតួចឬក៏យើងមើលតកត់ឈើតកត់អីទៀតគឺយើងដាក់ហើយបាទអញ្ចឹងនៅពេលដែលយើងជីកបកគោលយើងចង់បានប៉ុណ្ណាអញ្ចឹងយើងបត់ចេះមកបងប្អូនបាទយើងបត់អញ្ចឹងមកហើយយើងយកអាចំណុចនេះជ្រុង90ហ្នឹងយើងជីកទៅនឹងទៅបាទកពស់ផែមកទឹកកន្លះអីហ្នឹងបាទប៉ុណ្ណឹងទៅគឺយើងជីកបកគោកន្លែងហ្នឹងមកយើងដាក់បានហើយបាទបាទយើងដាក់បានហើយយើងដាក់អញ្ចឹងណាបាទយើងដាក់អញ្ចឹងទៅហើយយើងលើកចងមកបាទកម្ពស់ហ្នឹង1ម៉ែត្របន្តិចហ្នឹងណាបាទហើយកន្លែងផ្សេងទៀតយើងលើកអញ្ចឹងទៀតទៅបាទហើយបើដូចអាចំហៀងនេះអីយើងអត់បញ្ហាទេអានេះយើងមានប្រឡោះឲ្យស្រេចបាទអានេះលើកទៅប៉ុណ្ណេះមកយើងចងទៅបាទយើងដាក់បកគោលណាបាទយើងលើកមកជ្រុង90អញ្ចឹងមកហើយយើងមកទឹកកន្លះអីមកដាក់ប៉ុណ្ណេះមកហើយយើងចងទៅគឺបានហើយប៉ុណ្ណឹងបាទដូចយើងបង្ហាញខាងនេះហ្នឹងដូចត្រង់យើងធ្វើហើយអញ្ចឹងបាទយើងចងអញ្ចឹងទៅបាទចំហៀងនេះយើងចងនេះប្រឡោះនេះបាទមានបង្ហោងវាគឺចោះស្រាប់បាទគឺចោះស្រាប់ខ្ញុំបង្ហាញការដេរបន្តិច
គឺយើងដូចដេកអាវដេអីហ្នឹងបងប្អូនយើងប្រើអំបោះលីឡុងការបង្ហាញពីការធ្វើត្រង់របស់បងប្រុសគឺមានតែប៉ុណ្្នឹងឯងបងប្អូនបាទដូចជាអត់មាន ហ្នឹងហើយមិនមែនអីទៀតទេ ទៅនឹងការកាត់ការអីផ្សេងៗហ្នឹងគឺយើងបានទៅស្គាល់ពីបងប្អូនមានចំណល់អីផ្សេងៗទៀតអាចចូលខសួរគាត់បានថែមទៀតបាទអញ្ចឹងវីដេអូនេះគឺមានតែប៉ុណ្្នឹងឯងសូមចាំអរគុណបងប្រុសដែរដែលបានធ្វើបទបង្ហាញពីការធ្វើទ្រង់យ៉ាងបោះបាយបាទ បាទ អញ្ចឹងមានតែប៉ុណ្្នឹងឯងបងប្អូនបាទ បាទ អរគុណច្រើន